នេះគឺជារឿង10ចំណុចដែលអ្នកគួរតែធ្វើនៅពេលដែលអ្នកមកលេងនៅក្នុងប្រទេសជប៉ុនដើម្បីឲ្យដំណើរកម្សាន្តរបស់អ្នកកាន់តែរលូននិងសប្បាយជាងមុនរឿងទី1ដែលអ្នកគួរធ្វើកុំបង្កឲ្យមានសម្លេងរំខាននៅក្នុងរថភ្លើងនិងទីសាធារណៈដោយសារជនជាតិជប៉ុនគឺពួកគាត់គោរពភាពស្ងប់ស្ងាត់រឿងទី2កុំបោះចោលសម្រាមតាមសាធារណៈនៅក្នុងប្រទេសជប៉ុនដោយសារនៅក្នុងប្រទេសជប៉ុនតាមសាធារណៈមិនសូវមានធុងសម្រាមដោយសារតែជនជាតិជប៉ុនគឺពួកគាត់ទម្លាប់បែងចែកសម្រាមនិងបោះចោលសម្រាមបានល្អខ្លាំងមែនទែនរឿងទី3កុំថតនៅកន្លែងហាមថតដោយសារនៅក្នុងប្រទេសជប៉ុនគឺមានកន្លែងជាច្រើនដែលពួកគេហាមថតហើយភាគច្រើននោះគឺនៅកន្លែងព្រះវិហារក៏ដូចជាកន្លែងគោរពសាសនានិយាយរឿងថតគឺខ្ញុំចង់ប្រាប់បងប្អូនបន្តិចនេះគឺជារឿងសំខាន់មួយនៅក្នុងប្រទេសជប៉ុនសម្រាប់ជនជាតិជប៉ុនបើសិនជាពួកគាត់កំពុងតែធ្វើអីឬក៏ធ្វើអីប្លែកៗហ្នឹងហើយបើសិនជាយើងថតគាត់គាត់ជាមានបញ្ហាដោយសារតែជនជាតិជប៉ុនគឺពួកគាត់អត់ចូលចិត្តទេដោយសារតែពួកគាត់គិតថាបើសិនជាយើងថតទៅប្រកាសជាយើងយកទៅធ្វើអីផ្សេងហើយអញ្ចឹងដូច្នេះរឿងនេះគឺយើងគួរតែហាមដាច់ខាតគឺត្រូវតែហាមរឿងទី4បងប្អូនគួរតែត្រៀមខ្លួនកុំគិតថាជនជាតិជប៉ុនគឺពួកគាត់និយាយភាសាអង់គ្លេសបើទោះបីជាពួកគាត់ចេះភាសាអង់គ្លេសក៏ដោយគឺពួកគាត់តែងតែនិយាយភាសាជប៉ុនដោយសារតែប្រទេសនេះគឺជាប្រទេសជប៉ុនហើយនៅក្នុងប្រទេសជប៉ុនគឺមានជនបរទេសមកចូលធ្វើការជាច្រើនដូច្នេះហើយគឺពួកគាត់តែងតែគិតថាជនជាតិបរទេសក៏អាចនិយាយភាសាជប៉ុនបានខ្លះៗដែរដូច្នេះហើយរឿងទាំងនេះគឺបងប្អូនគួរតែត្រៀមខ្លួនទុកមុនដើម្បីឲ្យដំណើរកម្សាន្តមួយនេះកាន់តែសប្បាយរឿងទី5កុំបើកទ្វារឡានតាក់ស៊ីដោយខ្លួនឯងដោយសារនៅក្នុងប្រទេសជប៉ុនឡានតាក់ស៊ីគឺបើកទ្វារដោយស្វ័យប្រវត្តិហើយទ្វារឡានតាក់ស៊ីនេះដែរគឺដាច់ខាតត្រូវតែអ្នកបើកបរតាក់ស៊ីជាអ្នកបើកដោយសារតែជៀសវាងអំពីការរត់គេចការបង់លុយក៏ដូចជាជៀសវាងពីគ្រោះថ្នាក់នៅពេលដែលភ្ញៀវបើកទៅវាអាចនឹងប៉ះពាល់ទៅដល់អ្នកជុំវិញខ្លួនឬក៏អ្នកបើកបរដែលនៅជិតឡានហ្នឹងរឿងទី6មិនត្រូវប៉ះរបស់ដទៃដែលមិនមែនជារបស់ខ្លួនដោយសារនៅក្នុងប្រទេសជប៉ុនបើទោះបីជាយើងមិនបានយករបស់ហ្នឹងក៏ដោយហើយយើងរើបានយើងឲ្យទៅគេប្រកាសជាសាកសួរព័ត៌មានជាច្រើនដែលតាក់ទងជាមួយនឹងអីវ៉ាន់ហ្នឹងដូច្នេះហើយបើសិនជាបងប្អូនប្រទះឃើញរបស់អ្នកដទៃមិនមែនជារបស់ខ្លួនបងប្អូនហាមប៉ះពាល់វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរកម្សាន្តរបស់បងប្អូនរឿងទី7គឺត្រូវតែគោរពលេខរៀងដោយសារតែនៅក្នុងប្រទេសជប៉ុនលេខលំដាប់នេះហើយគឺជារឿងមួយដ៏សំខាន់បើសិនបើយើងធ្វើអ្វីមួយមិនគ្រប់តាមលំដាប់ទេជនជាតិជប៉ុនគឺមើលមុខយើងគ្រប់គ្នាហើយអញ្ចឹងអ្វីដែលត្រូវហាមបងប្អូនគឺត្រូវតែឈរចាំទោះបីជាយូរយ៉ាងណាក៏ដោយរឿងទី8កុំធ្វើកັບកិរិយាមិនសមរម្យជាមួយនឹងសត្វនិងមនុស្សនៅតាមសាធារណៈដោយសារតែនៅក្នុងប្រទេសជប៉ុនគឺសម្បូរសត្វព្រៃខ្លាំងមែនទែនហើយសត្វទាំងអស់នោះគឺសាំងខ្លាំងមែនទែនដូច្នេះហើយបើសិនយើងមានអាកប្បកិរិយាមិនសមរម្យជាមួយវាប្រកាសជាផ្អើលអាចនឹងប៉ះពាល់ទៅដល់អ្នកជុំវិញខ្លួនក៏ដូចជាមានគ្រោះថ្នាក់ទៅដល់អ្នកជុំវិញខ្លួនក៏ថាបានរឿងទី9កុំញ៉ាំតាមផ្លូវនៅពេលដែលយើងដើរឬនៅក្នុងរថភ្លើងដោយសារតែការដើរបដាញ៉ាំបដាវាអាចធ្វើឲ្យមានជ្រុះរបស់របរក៏ដូចជានំរបស់ដែលយើងញ៉ាំហ្នឹងវាអាចធ្វើឲ្យមានការកខ្វក់ឬក៏ក្រិចតាមផ្លូវហ្នឹងវាមើលទៅវាមិនសូវល្អមើលហើយបើសិនជានៅក្នុងរថភ្លើងវិញគឺដាច់ខាតគឺយើងមិនគួរញ៉ាំតែម្ដងដោយសារតែទី1គឺអ្នកធ្វើដំណើរជាមួយយើងគឺច្រើនហើយវាអាចធ្វើឲ្យមានក្លិនទៅដល់អ្នកជុំវិញខ្លួនយើងរឿងទី10បើសិនជាបងប្អូនចូលទៅលេងនៅក្នុងទឹកអុងសែនបងប្អូនដាច់ខាតកុំចូលទឹកភ្លាមដោយសារតែទី1នេះគឺត្រូវឲ្យយើងលាងខ្លួនមុននឹងចូលទៅលេងទឹកហើយទី2គឺមិនត្រូវឲ្យយកសម្លៀកបំពាក់ចូលទៅក្នុងទឹកទេហើយទី3គឺมันអាចធ្វើឲ្យមានសម្លេងរំខាននៅក្នុងអុងសែននឹងបានទេដោយសារតែនៅទីនោះគឺមិនមែនមានតែយើងម្នាក់ឯងទេគឺមានអ្នកដទៃជាច្រើននៅក្នុងហ្នឹងហើយរឿងទាំង10នេះគឺខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់មកលេងនៅក្នុងប្រទេសជប៉ុនគឺបងប្អូនគួរតែអនុវត្តរឿងទាំង10នេះដើម្បីសម្រួលទៅដល់ការធ្វើដំណើររបស់បងប្អូនក៏ដូចជាដំណើរកម្សាន្តរបស់បងប្អូននឹងកាន់តែរលូននិងសប្បាយជាងមុនហើយចំពោះការធ្វើដំណើរក៏ដូចគ្នាដែរវីដេអូបន្តបន្ទាប់គឺខ្ញុំនឹងចែករំលែកការធ្វើដំណើរបែបណាគឺវាស្រួលហើយនឹងការធ្វើដំណើរបែបណាវាអស់ថវិកាតិចសម្រាប់ការរស់នៅក្នុងប្រទេសជប៉ុនគឺមានវិន័យជាច្រើនដែលខ្ញុំមិនទាន់បានទម្លាប់វានៅឡើយហើយខ្ញុំនឹងព្យាយាមចែករំលែកទៅកាន់បងប្អូននៅអ្វីដែលខ្ញុំជួបអញ្ចឹងកុំភ្លេចតាមដានវីដេអូបន្តរបស់ខ្ញុំកុំភ្លេច like និង subscribe ម្នាក់មួយផងសូមអរគុណសូមជម្រាបលាហើយសូមបញ្ជាក់បងប្អូនវីដេអូក្រោយៗគឺខ្ញុំនឹងព្យាយាមបង្រៀនពីការជិះរថភ្លើងនិងការធ្វើដំណើរទៅដើរលេងទាំងអស់គ្នាអញ្ចឹងវីដេអូមានតែប៉ុណ្ណឹង